Ok đó chứ mà bắt đầu là hạtประเภท ទម្រង់បែបនេះវិញ limit ឯកតរអណន្តបានផ្លេចទៀតអី limit ឯកតរបូកដកបូកអណន្តណាហើយមកយើងរៀនទ្រឹស្ដីវាហើយអញ្ចឹងយើងជួរៀងចូលមកគឺរៀងយើងមើលទៅស្មីគុណធំជាងគេទៅបានហើយគុណធំជាងគេគឺx ការ៉េ x ការ៉េដែរអញ្ចឹងវាយើងជួលេឥឡូវចេញអណន្តក្រោមចេញអណន្តដែរទៅវារៀងអណន្តលើអណន្តណាបាទអញ្ចឹងរៀងអំណនលើអំណនតែមករៀនអំណនលើអំណនគឺយើងដោះស្រាយបែបម៉េចបាទដើម្បីដោះស្រាយ limit indicator អំណនដូចមានរៀងអំណនលើអំណនគឺយើងត្រូវចាប់អឺតួ x ដែលមាន degree ធំជាងគេជាកត្តាណាអូខេអញ្ចឹងយើងមើលប្រយោគយើងចាប់ x ជាកត្តាគឺ x ការ៉េអញ្ចឹងក្រៅពីហ្នឹងយើងចែកនឹង x ការ៉េទាំងអស់អញ្ចឹង 2x ការ៉េចែក x ការ៉េមានសល់2ឥឡូវហ្នឹងមិនយើងចែក x ការ៉េវាចែក x ការ៉េចែក x ការ៉េទាំងអស់ហ្នឹងយើងចែក x ការ៉េអានេះវាដាច់អត់លេខសល់តែ2ឯងបូកជាមួយនឹងកន្លែងនេះយើងចែក x ការ៉េ 2x ចែក x ការ៉េទៅវាសល់ x នៅខាងក្រោមមួយអញ្ចឹងណាបាទអូខេអញ្ចឹងយើងដាក់ថាបូក2នៅលើ x បានទេវាសារចុះ x ក្រោមមួយពាក់បែរយើងសល់4នៅលើ x x ការ៉េបាទភាសាវាអត់មាន x ចែកជាមួយ x ទីទេហើយយើងមើលពាក់បែងយើងម្ដងអឺចែក x ការ៉េទៀតវាចាប់ x ការ៉េជាកត្តាណាបាទហ្នឹងគឺដាក់រៀងធំបន្តិចនេះវានៅក្នុង radical យើងចាប់ x ការ៉េចេញវាចែក x ការ៉េមិនសម1ដក6លើ x ដែលថាសមូល x មកចោល1បូក8ចែក x ការ៉េប៉ុណ្ណឹងគេដាក់របាមកបន្តទៀតស្មើជាមួយនឹង limit x ខិតទៅរកបូកអំណនអានេះយើងឃើញថាយើងបញ្ចេញវាមកពីរឹសក៏បានឬក៏យើងទុកវាក្នុងរឹសហ្នឹងក៏បានតែយើងសម្រួលវាចោលឲ្យហើយយើងសម្រួលវាចោលសេបានទេប៉ុណ្ណេះណាបាទយើងសេអាហ្នឹងដែរមកណាបាទយើងសម្រួលវាចោលណា x ការ៉េហ្នឹងសម្រួលវាចោលមកដោយសារតែតាមពិតទៅលក្ខខណ្ឌកន្លែងនេះគឺយើងត្រូវគិតណាកាលណាបើសិនជា limit បើគេដាក់ថា category none កន្លែងហ្នឹងវាចេញវាត្រូវទៅចេញពីរឹសមកសិនយល់ទេចេញពីរឹសមកសិនហើយដល់មក x ខាតព្រោះអីយើងអត់ដឹងថា x ហ្នឹងវិជ្ជមានអវិជ្ជមានទេវាមានទាំងពីរករណីប៉ុន្តែពេលនេះយើងដឹងថា limit របស់យើង x កាត់100គេយើង x កាត់100បូក unknown នេះអញ្ចឹងវាវិជ្ជមានណាអញ្ចឹងកាលណាវិជ្ជមានចេញពីរឹសមកគឺយើងត្រូវចេញវិជ្ជមានហើយណាមិនដាក់អំណាច x ខាតក៏បានដែរណាប៉ុន្តែតាមក្បួនឲ្យត្រឹមត្រូវមកគឺយើងត្រូវតែអនុវត្តយក x ចេញពីរឹសសិនហើយចាំសម្រួលចោលណាហើយយើងគូដាក់ឲ្យមើលហ្មងបើសិនជាយើងចង់កាត់យើងកាត់សម្រួល x ចោលឲ្យណាមកក៏បានដែរណាហ្នឹងអីទេបាទប៉ុន្តែដោយសារតែបើយើងទៅចេញពីរឹសមួយមកលុះត្រាតែយើងផ្ដាច់រឹសវាទៀតបាទថាឥឡូវរឹសចេះខាងអង្គរឹសចេះទៅណារឹសផ្សេងគ្នាសិនតែនេះមិនបាច់ទេកុំឲ្យខុសស្មានគឺយើងសម្រួលវាចោលហ្មងហើយយើងដឹងថាសម្រួលចោលដោយសារ x កាត់របូកបណ្ដាំវាវិជ្ជមានហើយអញ្ចឹងអានេះ x គឺវាវិជ្ជមានហើយសម្រួលវាចោលហ្មងវាសល់តែក្រែលេងសល់ប៉ុណ្ណឹងអញ្ចឹងគួរ copy វាមកដល់នេះបាទអូខេប៉ុណ្ណេះណាប៉ុន្តែពេលនេះគឺយើងសម្រួល x វាចោលthìយើងសម្រួល x ចោលមួយណា x ការ៉េនេះសម្រួល x ការ៉េនេះចោលទៅបាទដល់ប៉ុណ្ណេះតោះអញ្ចឹងយើងអាចគណនា limit នឹងបានហើយបាត់រៀងអណ្ដនលើអណ្ដនហើយយើងចំនួនលេខចូលបាទអញ្ចឹង2បូកជាមួយនឹងលេខ2នេះយើងមើលកន្លែងនេះនៅពេលដែលលោកគ្រូចំនួនលេខ2អណ្ដនចូលឧទាហរណ៍ថា2លើអណ្ដនបូកអណ្ដនមួយចំនួនលើអណ្ដនចេញយើងចេញ0ណាតែបើចេញ0គឺកាត់បានដែរយើងសំខាន់ទៅណាបូក0នេះបូកទៀតអានេះចេញជួសអណ្ដន4ចំនួន4លើអណ្ដនចេញ0ចឹងដែរបាទនេះចេញ1ដកជាមួយនឹង0បូកជាមួយនឹង0អញ្ចឹងធ្វើតទៅអានេះ2លើ1ចេញមែន
ចំពីចម្លើយរបស់យើងគឺចម្លើយគឺស្មើជាមួយនឹង2ណាគឺចម្លើយត្រឹមត្រូវបាទអញ្ចឹងលីមីតរបស់យើងគឺថ្ងៃនេះមានប៉ុណ្្នឹងឯងបាទសម្រាប់នេះត្រូវចាំបើសិនជាចង់បញ្ចេញរ៉ាឌីកាល់យើងផ្ដាច់រ៉ាឌីកាល់ផ្សេងគ្នាបញ្ចេញ x មកបើសិនជា x នឹងកើតទៅដកអនន្តតម្លៃដែលខាននៃ x ហ្នឹងគឺចេញដកអនន្តឧទាហរណ៍នេះចេញពីក្រៅមកតែវាត្រូវតែ x ចេញពីក្រៅមកលុះត្រាតែវាបើ x ចេញមកក្រៅកន្លែងហ្នឹងគឺបើន័យថាតម្លៃដែលខាតហើយនៃខាន x ហ្នឹងប៉ុន្តែតម្លៃខាន x គឺស្មើគ្នាស្មើដកអនន្តស្មើដក x បន្តកាលណាដែល x នេះកើតទៅដកអនន្តវិញណាចំណាំកន្លែងហ្នឹងលោកហាត់លើក្រោយវាគូដាក់ជូនអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណឹងទេ